សូមជូនរឿងឧត្តរសាមណេរបុណ្យនិងបាបជាញាតិមិត្តរបស់សត្វទាំងឡាយការសាសនាព្រះសម្ពុទ្ធព្រះនាមសុមេធៈមានវិជ្ជាធម៌មួយរូបនៅក្នុងព្រៃហេមពាន្តជាអ្នកមានសេចក្តីជ្រះថ្លាមុតមមក្នុងព្រះពុទ្ធសាសនាថ្ងៃមួយព្រះអរហន្តសម្ពុទ្ធព្រះនាមសុមេធៈស្ដេចយាងទៅព្រៃហេនិពាន្តវិជ្ជាធម៌បានចូលទៅនមស្ការថ្វាយបង្គំបូជាផ្កាកណ្ឌកា3ទងដោយអំណាចសេចក្តីជ្រះថ្លានិងពុទ្ធតេជៈផ្កា3ទងនោះក៏ប្រดิษฐานនៅលើអាកាសបាំងព្រះសម្មាសម្ពុទ្ធហាក់ដូចជាបារម្ភទឹកវិជ្ជាធម៌នោះមានបិតិសោមនស្សដ៏ក្រៃពេកចំពោះពុទ្ធបូជារបស់ខ្លួនលុះអស់អាយុទៅក៏បានទៅកើតនៅក្នុងទេវលោកនិងមនុស្សលោកសោយសេចក្តីសុខអស់កាលជាយូរអង្វែងមិនដែលធ្លាក់ទៅក្នុងអបាយភូមិម្ដងណាឡើយលុះមកដល់សាសនាព្រះសម្ពុទ្ធបរមគ្រូរបស់យើងនេះបានមកកើតនៅក្នុងត្រកូលព្រាហ្មណ៍មហាសាលនាក្រុងរាជក្រឹសមានឈ្មោះថាឧត្តរកុមារជាអ្នកមានបញ្ញាឆ្លៀសវៃនិងបរិបូរដោយរូបសម្បត្តិល្អឆើតជាងអ្នកនគរទាំងអស់ឧត្តរកុមារនេះមានអាយុ16ឆ្នាំមានព្រាហ្មណ៍ម្នាក់ឈ្មោះវាសកាជាមហាអាមាត្យបានឃើញឧត្តរកុមារមានរូបល្អចង់បានធ្វើជាកូនប្រសាបានប្រើអ្នកបម្រើឲ្យទៅប្រាប់ដល់មាតាបិតារបស់ឧត្តរកុមារឲ្យចូលមកដណ្ដឹងកូនក្រមុំរបស់ខ្លួនចំណែកខាងឧត្តរកុមារឮដំណឹងនោះហើយក៏ហាមឃាត់មាតាបិតាមិនឲ្យចូលទៅដណ្ដឹងព្រោះចង់ចេញទៅបួសមាតាបិតាក៏ព្រមតាមមិនយូរប៉ុន្មានឧត្តរកុមារលាមេតាបិតាចូលទៅបួសក្នុងសំណាក់ព្រះសារីបុត្រខំប្រតិបត្តិតាមសមណៈពវេនីដោយចិត្តចង់ថ្ងៃមួយព្រះសារីបុត្រជាព្រះឧបជាមានអាពាធឧត្តរសាមណេរក៏លាឧបជាទៅរកថ្នាំទៅដល់ស្រះមួយដាក់បាតក្រោមដើមឈើចុះទៅស្រង់ទឹកក្នុងវេលាព្រឹកព្រហៀមពេលនោះជួនជាមានចោរលួចយកបង្វិចទ្រព្យអ្នកនគរពួករាជអាមាត្យដេញតាមចោរបានយកបង្វិចទ្រព្យទៅដាក់ក្នុងបាតរបស់សាមណេរហើយក៏រត់ហួសទៅពួករាជអាមាត្យទៅដល់ឃើញបង្វិចទ្រព្យនៅក្នុងបាតក៏ចាប់សាមណេរនោះយកទៅឲ្យវាសកាព្រាហ្មណ៍ជាមហាអាមាត្យដោយសម្គាល់ថាជាសាមណេរនោះជាចោរពិតវាសកាមហាអាមាត្យស្គាល់ជាក់ជាឧត្តរសាមណេរហើយក៏កើតសេចក្តីក្រោធឡើងព្រោះចងគំនុំនឹងឧត្តរសាមណេរដែលមិនព្រមទទួលយកកូនក្រមុំរបស់ខ្លួនបានប្រើឲ្យពេជ្ជឃាតចាប់សាមណេរចងស្លាប់សេកយកទៅដោតលើឈើអណ្ដោតចាក់ទម្លុះទម្លាយមានឈាមហូរពាសពេញខ្លួនចាក់សាមណេរខំអត់ធន់មិនអើពើនឹងការចាក់ដោតនោះឡើយខំបញ្ជូនចិត្តទៅរកឧបជានឹកថាបាននរណាយកថ្នាំទៅប្រគេនឧបជារបស់អញម្លេះលោកចាំមើលផ្លូវអញយ៉ាងណាទៅណកំពុងតែគិតដូច្នោះព្រះសារីបុត្រជាព្រះឧបជាលោកជ្រាបថាឧត្តរសាមណេរកំពុងត្រូវទោសជាទម្ងន់ក៏ទៅក្រាបទូលដល់ព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ជ្រាបថាសាមណេរនេះមានឧបនិស្ស័យខ្ពស់ល្មមព្រះអង្គទៅជួយសង្គ្រោះបានក៏ស្ដេចយាងទៅដល់ទីនោះមួយរំពេចជាមួយនឹងភិក្ខុសង្ឃជាច្រើនពាន់អង្គឯឧត្តរសាមណេរកាលបើឃើញព្រះសម្ពុទ្ធស្ដេចយាងទៅហើយក៏ថ្លែងសេចក្តីទុក្ខរបស់ខ្លួនថ្វាយព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់យកប្រហោះស្ទាបសេរសាឧត្តរសាមណេរដោយថ្នាក់ថ្នមមានពន្លឺរស្មីផ្សាយចេញអំពីប្រហោះភ្លឺរន្ទាលទើបមានព្រះពុទ្ធដីកាថាមនាលសាមណេរអ្នកកុំតូចចិត្តអីអំពើនេះជាអំពើរបស់អ្នកបានសន្សំទុកមកជាយូរហើយអ្នកទទួលទុកលំបាកម្ដងនេះជាទីបំផុតហើយលែងមានទុកតទៅទៀតហើយទ្រង់រំលឹកយ៉ាងនេះហើយទ្រង់នាំអតីតនិទានមកសម្ដែងប្រាប់ថាការកន្លងយូរយារណាស់ទៅហើយនេនឯងកើតជាកូនអ្នកស្រែបានចាប់រុយយកបន្លាស្រួចដតក្តិតហើយយកទៅដតភ្ជាប់នឹងសម្បកស្ដៅហើយសើចលេងសប្បាយមាតាបិតាស្ដីបន្ទោសបាននិយាយចំអកឲ្យគាត់វិញថាបើមិនឲ្យដតរុយលេងមានតែដតម៉ែឪឯងលេងដោយអំពើអាក្រក់នេះឯងបានជានេនឯងទទួលនៅសេចក្តីលំបាកដោយគេដោតឲ្យដេកលើឈើអណ្ដោតរាប់រយរាប់ពាន់ជាតិម្យ៉ាងទៀតដែលតថាគតមកជួយសង្គ្រោះអ្នកនេះដោយផលដែលនេនឯងកើតជាវិជ្ជាធម៌បានបូជាផ្កាកណ្ឌិកា3ទងដល់ព្រះសម្ពុទ្ធព្រះនាមសុមេធៈ
កាលបើព្រះសម្ពុទ្ធមានព្រះពុទ្ធដីកាចប់ហើយឧត្តរសាមណេរក៏បានសម្រេចព្រះអរហត្តផលព្រមទាំងបដិសម្បទាហើយទៅឯដល់អាកាសធ្វើបរិហារថ្វាយព្រះសាស្តាយ៉ាងអស្ចារ្យដល់ទីបំផុតប្រជញ្ញក៏បរិនិព្វានទៅរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ